ការប្រជែងដណ្ដើមបន្ទះឈីបនិងសន្តិសុខបច្ចេកវិទ្យាសកលបច្ចុប្បន្ននេះបន្ទះឈីបបានคล้ายទៅជារបស់សំខាន់ដែលមិនអាចខ្វះបានអំណាចយោធានិងសេដ្ឋកិច្ចរបស់មហាអំណាចនីមួយៗអាស្រ័យទាំងស្រុងលើសមត្ថភាពទទួលបាននិងការផលិតបន្ទះឈីបកម្រិតខ្ពស់ការផ្លាស់ប្ដូរនេះកំពុងបង្កើតឲ្យមានសង្គ្រាមបន្ទះឈីបមហាអំណាចនីមួយៗព្យាយាមរារាំងគូប្រជែងមិនឲ្យទទួលបានបច្ចេកវិទ្យាផលិតបន្ទះឈីបជំនាន់ចុងក្រោយសម្រាប់យុគសម័យនេះបច្ចេកវិទ្យានៃបន្ទះឈីប Semiconductor លែងជាជម្រើសទៀតហើយតែវាបានក្លាយជាកាតព្វកិច្ចសម្រាប់រស់រានប្រទេសដែលមិនអាចផលិតឬធានាការផ្គត់ផ្គង់បន្ទះឈីបបាននឹងត្រូវបាត់បង់សមត្ថភាពប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច Digital និងផ្នែកសន្តិសុខការពារជាតិអស់រយៈពេលជាច្រើនទសវត្សរ៍ពិភពលោកបានបារម្ភពីការដាច់ចរន្តប្រេងប៉ុន្តែនៅក្នុងយុគសម័យនេះការព្រួយបារម្ភដ៏ធំបំផុតគឺការដាច់បន្ទះឈីបគឺជាខួរក្បាលនៃអ្វីៗគ្រប់យ៉ាងដែលរាប់ចាប់ពីឧបករណ៍ប្រើប្រាស់ឆ្លាតវៃតាមផ្ទះធម្មតារហូតទៅដល់យន្តហោះចម្បាំងនិងអាវុធទំនើបបើគ្មានឈីបទេពិភពលោកទំនើបនឹងឈប់ដំណើរការនេះបានធ្វើឲ្យឧស្សាហកម្មបន្ទះឈីបដែលប្រែក្លាយពីវិស័យពាណិជ្ជកម្មធម្មតាសុទ្ធសាធមកជាវិស័យសន្តិសុខការពារជាតិកម្រិតខ្ពស់នេះហើយដែលជាមូលហេតុដែលថាកោះតៃវ៉ាន់ត្រូវបានក្លាយជាចំណុចក្តៅនៅក្នុងភូមិសាស្ត្រនយោបាយវាមិនគ្រាន់តែជារឿងទឹកដីជាមួយប្រទេសចិនតែប៉ុណ្ណោះទេតែជាក្រុមហ៊ុន TSMC ដែលផលិតបន្ទះឈីបកម្រិតខ្ពស់បំផុតជាង 90% នៃពិភពលោកមហាអំណាចទាំងសងខាងដឹងថាបើការផ្គត់ផ្គង់ពីតៃវ៉ាន់ត្រូវបានកាត់ផ្តាច់នោះសេដ្ឋកិច្ចសកលនឹងធ្លាក់នៅក្នុងវិបត្តិដ៏ធំដូចនេះការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបវាប្រៀបបានទៅនឹងការគ្រប់គ្រងសន្តិសុខសកលកន្លងមកសហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ Chip Act ដើម្បីរឹតបន្តឹងមិនឲ្យប្រទេសចិនអាចទិញបន្ទះឈីប AI កម្រិតខ្ពស់ឬម៉ាស៊ីនផលិតបន្ទះឈីបទំនើបគោលដៅគឺដើម្បីបង្អាក់ការលូតលាស់ផ្នែកយោធានិងផ្នែកបច្ចេកវិទ្យា AI របស់ចិនជាការឆ្លើយតបប្រទេសចិនបានបោះទុនរាប់រយពាន់លានដុល្លារដើម្បីបង្កើតស្វ័យភាពបន្ទះឈីបដោយខ្លួនឯងការប្រកួតប្រជែងនេះបានបែងចែកពិភពលោកចេញជាពីរប្លុកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនិងប្លុកបច្ចេកវិទ្យារបស់ប្រទេសចិនការផ្ទុះឡើងនៃយុគសម័យ AI ដូចជា Gemini និង ChatGPT បានធ្វើឲ្យតម្រូវការបន្ទះឈីបប្រភេទ GPU កើនឡើងដល់ចំណុចកំពូលបច្ចុប្បន្ននេះប្រទេសណាដែលមានសមត្ថភាពបង្កើនការគណនាខ្ពស់ជាងគេប្រទេសនោះនឹងមានប្រៀបជាងគេនៅក្នុងវិស័យសេដ្ឋកិច្ចនិងចារកម្មដូចនេះការដណ្ដើមឈីបគឺស្មើនឹងការដណ្ដើមប្រាជ្ញាសិប្បនិម្មិតដែលជាអំណាចផ្ដាច់មុខនៃសតវត្សនេះនៅក្នុងបរិបទនេះបើទោះបីជាយើងមិនមែនជាប្រទេសផលិតបន្ទះឈីបប៉ុន្តែរាល់វិស័យសេដ្ឋកិច្ចចាប់ពីវិស័យធនាគាររហូតដល់រោងចក្រដែលកំពុងតែពឹងផ្អែកទៅលើបច្ចេកវិទ្យានេះដើម្បីជាការកាត់បន្ថយនៅផលប៉ះពាល់នោះយើងត្រូវធ្វើការវិនិយោគលើធនធានមនុស្សដោយបណ្ដុះបណ្ដាលយុវជនលើជំនាញរចនានិងដំឡើងអេឡិចត្រូនិកដើម្បីទាក់ទាញរោងចក្រដំឡើងនិងធ្វើការតេស្តបន្ទះឈីបប្រើយុទ្ធសាស្ត្រឧបករណ៍ចម្រុះដោយយើងមិនត្រូវពឹងផ្អែកទៅលើបច្ចេកវិទ្យាពីប្រភពតែមួយនោះទេដើម្បីជៀសវាងការរាំងស្ទះនៃប្រព័ន្ធគ្រប់គ្រងក្នុងករណីប្រសិនបើសង្គ្រាមបច្ចេកវិទ្យាកើតឡើងនៅពេលណាមួយនៅក្នុងយុគសម័យនេះយើងអាចនិយាយបានថាប្រសិនបើប្រទេសណាដែលកំពុងតែដេកលក់នៅក្នុងសមរភូមិបច្ចេកវិទ្យានេះនឹងក្លាយទៅជាទេសកល Digital របស់ប្រទេសមហាអំណាច